ប្រសិនបើប្រសិនតែជារថយន្តលោកអ្នកមិនត្រជាក់ប៉ុន្តែប្រញាប់ដូរ air compressor លោកអ្នកគ្រាន់តែអាចសាកល្បងលាងសម្អាតជាមួយ sensor មិនសិនជា sensor ខាងក្រៅដែលមានទីតាំងនៅខាងមុខកញ្ច្រែងសន្តិជៈខាងមុខនៅក្រោមប៉ាណាខាងមុខហ្នឹងអញ្ចឹងពេលបងប្អូនដោះទៅអាចឃើញ sensor មួយក៏ដោះ sensor យកមកលាងជាមួយនឹងទឹកលាង sensor ទៅដល់ចូលវិញគឺអាចត្រជាក់វិញហើយបាទចុះបងប្អូនអាចសាកល្បងបានជាមួយវិធីសាស្ត្រនេះពុកម៉ែបងប្អូនអាចចំណេញថវិកាបានច្រើនមែនតើដោយសារបើយើងដូរ compressor វិញគឺមួយរាប់រយដុល្លារបាទបាននេះគឺជារថយន្ត Bestone Tegagut ទឹកប្រើបាន8,000 គីឡូជារថយន្តប្រភេទសាំង 1.5 2025បាទចឹងតម្លៃពិសេសមែនតើត្រឹមតែ 19800 តែប៉ុណ្ណោះពុកម៉ែបងប្អូនរត់ឡើងឡានស្អាតមានស្តុកស្រាប់បាទ